الله الرحمن الرحيم السلام عليكم ورحمة الله وبركاته اللهم بلغنا رمضان اللهم بلغنا رمضان នេះគឺជាទូអាមួយបងប្អូនស្ដាប់ពីស្រុកនេះគឺជាទូអាដ៏សំខាន់មួយដែលអ្នកទាំងអស់គ្នាមនុស្សគ្រប់រូបមនុស្សជាច្រើនកំពុងតែទូអាទៅចំពោះអល់ឡោះ Subhanahu wa ta'ala Allahumma balighna Ramadan យ៉ាអល់ឡោះសូមឲ្យពួកយើងខ្ញុំឬក៏យ៉ាអល់ឡោះសូមឲ្យខ្ញុំជួបផងនៅខែរ៉ម៉ាដនឆ្នាំថ្មីនេះអល់ឡោះមកបានលេខឡើងរ៉ម៉ាដននេះទូអាមួយនេះខ្លីមែនក៏ប៉ុន្តែគឺសំខាន់ខ្លាំងណាស់អ្នកខ្លះទូអាមួយនេះហើយអល់ឡោះ Subhanahu wa ta'ala មិនបានទទួលយកទូអារបស់គាត់នោះទេអល់ឡោះមិនបានឲ្យពួកគាត់មកដល់ខែរ៉ម៉ាដនថ្មីនេះនោះទេគឺអល់ឡោះ Subhanahu wa ta'ala បានដករលឹងគាត់បាត់ទៅហើយគាត់បាត់ទៅជួបអល់ឡោះ Subhanahu wa ta'ala បាត់ទៅហើយបងប្អូនឥស្លាមជាទីស្រឡាញ់មិនមែនថាយើងទូអាមួយនេះហើយទូអាមកទៅទេទៅប៉ុណ្ណោះមិនមែននោះទេគឺបញ្ជាក់ត្រូវតែបញ្ជាក់ចេញពីចិត្តរបស់យើងដ៏ស្មោះត្រង់ចង់ជួបរ៉ម៉ាដនមែនទែនហើយពាក្យថាចង់ជួបនោះមិនមែនចង់ជួបដោយមកទៅទេនោះទេគឺយើងត្រូវតែត្រៀមខ្លួនបរិញ្ញាចិត្តត្រៀមខ្លួននឹងចង់ជួបរ៉ម៉ាដនចង់ធ្វើអមលិបាតាត់នៅក្នុងខែរ៉ម៉ាដននោះហើយគឺជាទូអាដែលយើងពោលពាក្យថាលោកខ្លីថាអល់ឡោះមកប្រនិកនៅរ៉ម៉ាដននោះហើយបើសិនជាអល់ឡោះ Subhanahu wa ta'ala ឲ្យយើងទាំងអស់គ្នាមកជួបឆ្នាំថ្មីមកជួបខែរ៉ម៉ាដនថ្មីក្នុងឆ្នាំថ្មីនេះទៀតនោះយើងត្រូវតែប្រកាន់ភ្ជាប់ធ្វើនៅពីចំណុចធំនេះទីមួយនោះគឺយើងត្រូវតែសូមអភ័យទោសទៅចំពោះអល់ឡោះ Subhanahu wa ta'ala នេះឯងគ្មានអ្វីគ្មានការងារណាគ្មានទង្វើណាដែលល្អជាងតាមពិតសារភាពទោសទៅចំពោះអល់ឡោះ Subhanahu wa ta'ala មុនរ៉ម៉ាដនមកដល់នោះទេបងប្អូន Wastaghfirullah Innallaha ghafurur rahim Innahu huwal ghafurur rahim អល់ឡោះបានអំពាវនាវឲ្យយើងសូមអភ័យទោសទៅចំពោះអល់ឡោះ Subhanahu wa ta'ala គ្រប់ពេលវេលាជាការពិតអល់ឡោះ Subhanahu wa ta'ala មហាករុណាមហាអភ័យទោសមហាស្រឡាញ់អល់ឡោះ Subhanahu wa ta'ala អភ័យទោសរកទោសកំហុសរបស់យើងទាំងអស់ឲ្យតែយើងអ៊ីខ្លាសសូមអភ័យទោសទៅចំពោះអល់ឡោះដ៏ស្មោះត្រង់នោះអល់ឡោះមិនអភ័យទោសនោះទេចំពោះអ្នកដែលសូមអភ័យទោសសូមតែពុតអល់ឡោះហើយក៏ប៉ុន្តែតែក្រោយទៀតគាត់ទៅធ្វើកំហុសនោះដដែលអល់ឡោះអភ័យទោសឲ្យនោះទេអល់ឡោះអភ័យទោសទៅចំពោះអ្នកដែលសូមតែពុតហើយគឺគាត់ជប់ធ្វើតែម្ដងគាត់លះបង់តែម្ដងគាត់រៀនតែម្ដងគាត់ជប់ធ្វើតែម្ដងនោះអ្នកនោះឯងគឺជាអល់ឡោះ Subhanahu wa ta'ala ទទួលយកការតបរបស់គេការសូមអភ័យទោសរបស់គេនោះការតបទៅចំពោះអល់ឡោះ Subhanahu wa ta'ala ការអភ័យទោសពីអល់ឡោះ Subhanahu wa ta'ala អល់ឡោះ Subhanahu wa ta'ala មិនទទួលយកទាំងអស់គ្នានោះទេមិនទទួលយករលអ្នកដែលពោលពាក្យសូមអភ័យទោសនោះទេគឺលក្ខខណ្ឌគឺទៅលើអ្នកណាហើយដែលសូមអភ័យទោសទៅចំពោះអល់ឡោះដោយស្មោះត្រង់ឈប់បែរក្រោយទៅធ្វើទៅប្រព្រឹត្តអំពើខុសដដែលនោះទៀតនោះគឺនៅនោះឯងដែលអល់ឡោះទទួលយក ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين មានន័យថាយើងតែសុំថាម៉េចយ៉ាអល់ឡោះអល់ឡោះបើយើងយើងសុំទូអាអភ័យទោសចំពោះអល់ឡោះថាម៉េចយ៉ាអល់ឡោះជាកែប៉ុណ្ណាពួកយើងខ្ញុំតនេះខ្ញុំទេដែលជាអ្នកបំពេញខ្លួនឯងអល់ឡោះមិនបានបំពេញនោះទេបើសិនជាអល់ឡោះមិនបានអភ័យទោសឲ្យយើងខ្ញុំទីនោះឲ្យពួកខ្ញុំទីនោះពួកខ្ញុំប្រកាសជាស្ទឹកខំដែលខាត់បងជាមិនខានក្នុងទុនយានឹងអាខិរ៉ាត់យ៉ាអល់ឡោះអញ្ចឹងទី2គឺយើងសូមអភ័យទោសទៅចំពោះអ្នកដែលយើងបំពេញទៅលើគេទៅលើមនុស្សដូចគ្នាទៅលើអ្នកដែលនៅក្នុងផែនដីដូចគ្នាអញ្ចឹងបើសិនជាយើងជំពាក់ហាក់អល់ឡោះជំពាក់ទោសអល់ឡោះហើយសូមអល់ឡោះអភ័យទោសឲ្យអ៊ីនសាអល់ឡោះក៏ប៉ុន្តែដោយសារអីដោយសារតែអល់ឡោះ Subhanahu wa ta'ala ហ្វឺម៉ានថាអល់ឡោះអភ័យទោសកុំរបស់យើងទាំងអស់ដែលលែងតែឈារិកតែប៉ុណ្ណោះបើសិនជាយើងជំពាក់អល់ឡោះអល់ឡោះអភ័យទោសឲ្យអ៊ីនសាអល់ឡោះនោះហាក់អល់ឡោះប៉ុន្តែបើយើងជំពាក់មនុស្សនោះគឺអល់ឡោះមកអភ័យទោសឲ្យទេបើសិនជាយើងនិយាយតាមគេបំពេញលើគេយកដីគេឬក៏ជេរប្រមាថគេមើងងាយគេនៅពីក្រោយខ្នងនៅចំពោះមុខគេបើគេមិនអភ័យទោសឲ្យយើងគេបើសិនជាអ្នកនោះមិនអភ័យទោសយើងទេនោះយើងមកទៅសុំទោសចំពោះអល់ឡោះនោះទេអល់ឡោះមិនអភ័យទោសយើងនោះទេគឺយើងត្រូវតែសូមអភ័យទោសទៅចំពោះអ្នកដែល
យើងបំពេញទៅលើគេបើគេអភ័យទោសឲ្យយើងហើយនោះអល់ឡោះ Subhanahu wa Ta'ala ប្រកាសជាអភ័យទោសឲ្យយើងជាមិនខានហើយនេះឲ្យបងប្អូនពីចំណុចនេះសុទ្ធតែជាពាក់ព័ន្ធគ្នាពីចំណុចសំខាន់មែនទែនយើងចង់សូត្រកូរ៉ានត្រៀមក្រុងបោះសំណត់មុនរ៉ាម៉ាដនយើងធ្វើល្អសរកបរិច្ចាគទាននៅផ្សេងនោះមុនរ៉ាម៉ាដននោះបានអត់ទេដូចថាបានអត់ទេអល់ហាំឌុលឡាក៏ប៉ុន្តែពីចំណុចនេះវាសំខាន់មែនទែនដែលយើងពិចារណាមើលរំលងទៅលើវាគឺថាមិនអីក៏ប៉ុន្តែវានឹងអីហើយធ្ងន់មែនទែនបើយើងស្លាប់ទៅមិនបានសុំអភ័យទោសចំពោះអល់ឡោះទេមិនតបទេនោះយើងមិនដឹងជាទៅរះទៅភ្លឺនៅទីណានោះទេយើងប្រកាសជានឹងងឹតជាមិនខាននឹងកបួរនឹងថ្ងៃកិយាម៉ាត់ហើយបើសិនជាយើងមិនទៅសុំអភ័យទោសទៅអ្នកដែលមនុស្សដែលយើងបំពេញទីនោះយើងប្រកាសជាមិនគ្មាននរកទីកន្លែងណាភ្លឺពន្លឺភ្លឺនោះទេមានតែជួបតែកន្លែងងឹតតែប៉ុណ្ណោះយាអល់ឡោះបងប្អូនហើយនេះហើយបើជាអល់ឡោះ Subhanahu wa Ta'ala ហើយយើងតែងតែរំលឹកខ្លួនឯងថាយើងគឺជាអ្នកខុសយើងគឺជាអ្នកដែលបំពេញទៅលើអល់ឡោះហើយក្រោយមកទៀតយើងត្រូវតែទម្លាក់ចិត្តរបស់យើងបើចិត្តទូលាយដើម្បីសូមអភ័យទោសពីអ្នកដទៃនិងសូមអភ័យទោសទៅចំពោះអល់ឡោះ Subhanahu wa Ta'ala នៅមុននឹងសេចក្តីស្លាប់មកដល់អ្នកឯង